សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ភាគទី10នៃ Overload តើកុំតែបែរច្រើនយើងចូលដល់សាច់រឿងរបស់យើងមកចាប់ដើមនៅក្នុងផ្ទះសំណាក់មួយដែលមានឈ្មោះថាពន្លឺមាសហើយផ្ទះសំណាក់នៅផងដែរគឺនៅក្នុង Erenthal មនុស្សស្រីម្នាក់គាត់កំពុងតែខឹងក៏ដោយសារតែគាត់ថាអាហារស្អីគេចឹងស៊ីមិនកើតបន្ទាប់មកគាត់បានប្រាប់ឲ្យ Seba ត្រៀមឲ្យវាយអវ៉ាន់ចេញពីទីហ្នឹងហើយគាត់ដើរទៅប្រាប់ឲ្យ Zack ដែលជាអ្នកដឹករទេះសេះហ្នឹងឲ្យត្រៀមរទេះសេះឲ្យគាត់ផងដោយគាត់និយាយថាគាត់មិនចង់នៅទីហ្នឹងយូរទៀតទេបន្ទាប់មកគាត់ក៏ឡើងទៅបន្ទប់គាត់ទៅចំណែក Seba វិញគឺគាត់មកសុំទោសភ្ញៀវដែលហូបអាហារនៅទីហ្នឹងសូមអធិស្ឋានអ្នកនាងខ្ញុំផងបន្ទាប់មក Seba ក៏បានមកជួបអ្នកនាងសក់លឿងហ្នឹងទៅពេលចូលមកដល់បន្ទប់អ្នកនាងសក់លឿងហ្នឹងគឺជាអ្នកគោរព Seba ទៅវិញសូមអភ័យទោសនៃភាពឆ្លើយរបស់ខ្ញុំផងលោកម្ចាស់ Seba ឯងមិនចាំអន់ក្បាលចុះទេខ្ញុំឥឡូវគឺត្រូវតែសម្ដែងធ្វើជាអ្នកបម្រើរបស់ឯងបើតាមតែពេលស្កាត់កម្មរបស់យើងគឺត្រូវហើយទោះយ៉ាងណាក៏ដោយខ្ញុំគឺជា Pleiades ចឹងហើយខ្ញុំក៏ជាកូនចៅរបស់លោកក្នុងពេលតែមួយនឹងដែរពួកគាត់ទាំងពីរនាក់ហ្នឹងគឺដូចតែម៉ននឹងណាបេចឹងគ្រាន់តែលើកនេះ Seba គឺជាអ្នកបម្រើ Seba គាត់ក៏ថាចឹងខ្ញុំទៅប្រាប់ Sheltia សិនហើយនាងច្បាស់ជារងចាំឡើងហត់ហើយតែមុនទៅ Seba ក៏បានសួរថាតើបរិសម្នាក់នោះគេធ្វើការងារបានត្រឹមត្រូវអត់គាត់ចង់សម្ដៅទៅសាកនារីសក់លឿននឹងក៏ឆ្លើយចាហើយគាត់ឥឡូវនេះកំពុងតែជួបជាមួយនឹងបរិសម្នាក់នៅរកគ្នាឃើញគាត់បិទភ្នែកម្ខាងហ្នឹងក៏ដោយសារតែភ្នែកម្ខាងទៀតហ្នឹងគឺតាមខ្លោមើលណែហើយសាកជួបគ្នាជាមួយនឹងបរិសម្នាក់នោះផងដែរគឺគេពិភាក្សាគ្នាចង់វាយឆ្មត់នារីសក់លឿននិង Seba នឹងឯង Seba ក៏ថាចឹងល្អហើយចឹងផែនការគឺទៅរលូនតាមដែលលោកម្ចាស់គិតមែនត្រូវឲ្យលោកម្ចាស់ Seba តែខ្ញុំអាចយកបរិសម្នាក់ហ្នឹងបានអត់មានអីសួរនៅនាង Sheltia សិនទៅតែខ្ញុំគិតថាវាមិនអីទេតែមួយហ្នឹងនិយាយអីពីឯងមែនបើតាមតែមើលទៅគឺគាត់កំពុងតែឃ្លាននឹងចង់ភ្លក់ខ្ញុំហើយអញ្ចឹងខ្ញុំក៏គិតថាវាក៏ជាការល្អដែលខ្ញុំត្រូវការរីករាយជាមួយនឹងខ្លួនឯងដែរហេចង់មានន័យថាម៉េចឡើយបន្ទាប់មកពួកគេក៏បានជិះរទេះសេះចេញដំណើរចេញទៅមកដល់កន្លែងស្ងាត់សាក៏បានវាយភ្លើងសញ្ញាឲ្យគ្នារបស់គាត់ហើយ Sheltia គាត់ក៏បាននិយាយថាអញ្ចឹងសត្វព្រៃពួកយើងកំពុងតែជាប់នុយឯមែន Seba ក៏បន្តថាត្រូវហើយ Sheltia ក៏បន្តថាវានឹងល្អបើសិនជាយើងអាចរកនរណាគេដែលចេះក្បាច់គុណឬមួយក៏ចេះយល់សិលដែលលោកម្ចាស់គាត់កំពុងតែស្វែងរកហ្នឹង Seba បានសួរទៅកាន់ Sheltia ថាខ្ញុំមានរឿងមួយដែលចង់សួរជាយូរហើយមានអីមែនបើតាមតែមើលទៅអ្នកនាងដូចជាអត់ត្រូវគ្នាជាមួយនឹងអ្នកនាង Ora សោះតែមានរឿងអ្វីមែនបានតែជាបែបហ្នឹង Sheltia ក៏ថាបើតាមតែខ្ញុំគឺខ្ញុំមិនដែលគិតថាខ្ញុំមានបញ្ហាអីជាមួយនឹងគាត់ផងខ្ញុំគ្រាន់តែចូលចិត្តលេងសើចជាមួយនឹងគាត់ដោយសារតែអ្នកបង្កើតខ្ញុំហ្នឹងគឺជាលោកម្ចាស់ Peroroncino ហើយគាត់គឺជាអ្នកធ្វើឲ្យខ្ញុំធ្វើបែបហ្នឹងហើយម្យ៉ាងទៀតលោកម្ចាស់ Peroroncino និងអ្នកបង្កើតក្មេងទៀតមួយហ្នឹងគឺជាអ្នកនាង Boku Chakama គឺជាបងប្អូននឹងគ្នានឹងឯងដើម្បីអ្នកគ្នាយល់ Peroroncino និង Boku Chakama គឺជាបងប្អូននឹងគ្នាចឹងហើយគាត់បង្កើតកូនចៅមកគឺឲ្យឆ្លោះគ្នាដូចតែបងប្អូនគ្នាដែរហាពិតមែនហ្នឹងហើយខ្ញុំលើលោកម្ចាស់គាត់និយាយលើកមុនមានរឿងអី Peroroncino ហេបងស្រីខ្ញុំគាត់បញ្ចូលសំឡេងហ្គេម18បូកដែលខ្ញុំទៅទិញមកនេះBoku Chakama មែនគាត់ពិតជាអ្នកបញ្ចូលសំឡេងដល់ល្បីមែនតែខ្ញុំកំពុងតែសប្បាយចិត្តចង់លេងហ្គេមមួយនឹងផងនេះឥឡូវឲ្យសប្បាយចិត្តមិនបើលេងលឺសំឡេងបងស្រីខ្លួនឯងហ្គេមឈ្មោះអីខ្ញុំចង់លេងតេស្តដែរមើលអ្នកបញ្ចូលសំឡេងហ្នឹងហើយគឺជាអ្នកបញ្ចូលសំឡេងខ្ញុំលើថាអ្នកបញ្ចូលសំឡេងហ្នឹងគឺដូចបញ្ចូលព្រលឹងឲ្យមនុស្សចឹងបើសិនជាមនុស្សនឹងងាប់យើងបញ្ចូលព្រលឹងទៅគេរស់ឡើងវិញបានហើយចេះតែមានមកចឹងសោះយល់ហើយអរគុណ Sheltia ដែលបានប្រាប់គ្រាន់តែនិយាយគ្នាចប់ខាងក្រៅគឺគេគោះទ្វារឲ្យពួកគាត់ចេញមកហើយនៅខាងក្រៅហ្នឹងគឺសិតតែចោលព្រៃណែខ្ញុំគឺជាអ្នកយកពួកគេមកណាយ៉ាងហើយណាឲ្យខ្ញុំបានតតាំងផងបន្ទាប់មក Sheltia ក៏បានដើរចេញមកហើយម្នាក់កំពុងតែសប្បាយចិត្តហេយ៉ាសំណាអាក្រក់ហើយនាងតូចបើសិនជាឯងនៅស្ងៀមយើងមិនយកជីវិតឯងនោះទេសម្រាប់ក្មេងដូចជាឯងនេះមានរបស់ល្អដែរកុំយកដៃដល់កក្រិចរបស់ឯងប៉ះវាបានអត់នៅកន្លែងហ្នឹងដៃអាប៉ែតហ្នឹងគឺដាច់បាត់ទៅហើយក៏ដោយសារតែអាប៉ែតហ្នឹងស្រែកថ្លង់ពេក Sheltia ក៏កាត់ក្បាលគាត់មកទៅបន្ទាប់មក Sheltia ក៏បានស្រូបឈាមអាប៉ែតហ្នឹងចូលជាផ្ដុំមួយបន្ទាប់មកគាត់ប្រើកូនចៅគាត់ពីរនាក់ហ្នឹងសម្រាប់មនុស្សទាំងអស់ហ្នឹងទៅលោកសាកមកខាងនេះមក Oh my god bro hell no man what the fuck man បន្ទាប់មកផ្លែដូងរបស់គាត់ស្រូបសាកចូលទៅក្នុងខ្លួនបាត់ទៅបន្ទាប់មក Sheltia គាត់ក៏បាននិយាយថាលើកនេះយើងចាប់របស់ល្អបានសោះបន្ទាប់មកកូនចៅ Sheltia ម្នាក់គាត់ក៏បានមកប្រាប់ថាក៏បានរកឃើញសម្បុកមនុស្សទាំងអស់ហ្នឹងហើយមានបរិយាម្នាក់ឈ្មោះ Brian គឺគាត់អាចប្រើក្បាច់គុណបានហើយបើតាមតែមើលទៅសមត្ថភាពរបស់គេហ្នឹងគឺអាចស្មើនឹង Gasef ដែលជាមេទ័ពធំនៅក្នុងនគរមួយហ្នឹង Cyber គាត់ក៏បាននិយាយថាឈ្មោះមួយហ្នឹងបើតាមតែខ្ញុំដឹងគឺគេជាអ្នកខ្លាំងនៅក្នុងនគរមួយហ្នឹងហើយនៅ Sheltia ខ្ញុំនឹង Solution គឺសុំនៅនាងលាត្រឹមហ្នឹងហើយអញ្ចឹងម្នាក់ស្រីសក់លឿងហ្នឹងគឺឈ្មោះ
ឈ្មោះថា solution ព្រោះពួកយើងមានបេសកកម្មត្រូវប្រមូលផ្ដុំព័ត៌មាននៅក្នុងរាជធានីបន្តទៀតបន្ទាប់មកពួកគេក៏បានលាចេញទៅហើយ Sheltia ក៏បាននិយាយថាចាំយើងជួបគ្នានៅ Nazareth ហើយ Sheltia ក៏ចាក់ចេញទៅរក Brian ទៅគេលេចមកមើល Brian វិញគាត់កំពុងតែសលៀងដាវហើយស្រាប់តែលើមានសម្លេងគេស្រែកជាច្រើនគាត់ក៏ឆ្ងល់ថាមានអីកើតឡើងហើយគាត់ក៏បានដើរទៅមើល Brian វីវធំអីពួកយើងត្រូវបានគេវាយប្រហារសត្រូវមានប្រមាណអ្នកសត្រូវគឺមាន2នាក់ហើយពួកគេទាំង2នាក់ហ្នឹងគឺជាស្រីមិនបាច់មកតាមទេនៅការពារខាងក្នុងហ្នឹងទៅ Sheltia និងកូនចៅគាត់ដើរត្រូវបាន Brian កាប់មកដាវតែមិនមែនជាបញ្ហាអីលបោះមួយហ្នឹងគឺបានជាទៅវិញទៅ Brian គាត់ក៏បានដឹងថាពីរនាក់ហ្នឹងគឺជាបិសាចជក់ឈាមបន្ទាប់មកគាត់មើលទៅកាន់ Sheltia ហើយគាត់ក៏ថាហេសប្បាយដែរតើនេះ Sheltia សួរទៅកាន់ Brian ថាតើលោកម្នាក់ឯងទេមែនតើលោកឯងហៅមិត្តភក្តិរបស់លោកឬមួយក៏អ្នកណាគេមកជួយលោកបានដែរឬទេខ្ញុំមកត្រូវការពួកហ្នឹងទេទោះពួកវាមកក៏វានៅតែទើសដៃទើសជើងដែរអ៊ុយក្លាហានមែនបន្ទាប់មកពួកគេក៏បានណែនាំគ្នាខ្ញុំគឺជា Brian Anglas បន្ទាប់មកពួកគេក៏ឈរស្ងៀមបានមកសន្ទុះហើយ Brian ក៏សួរថាចុះអ្នកវិញ Sheltia គាត់ក៏ថាអូពួកយើងណែនាំឈ្មោះគ្នាអត់ដឹងសោះខ្ញុំឈ្មោះថា Sheltia ឈាមស្រក់ខ្ញុំសង្ឃឹមថាឯងកំដរខ្ញុំកំសាន្តឲ្យបានល្អផង Brian គាត់ក៏គិតក្នុងចិត្តថាសត្វបិសាចឈួតដែលគិតថាកម្លាំងរបស់ឯងហ្នឹងគ្មាននរណាគេអាចបង្ក្រាបបានបន្ទាប់មក Brian គាត់ក៏បានត្រៀមដាវហើយល្បឿនដកដាវរបស់គាត់ហ្នឹងគឺស្មើនឹងទេវតាឲ្យតែនរណាគេចូលក្នុងវងហ្នឹងគឺកាត់ដាច់យកតែម្ដងបន្ទាប់មក Sheltia គាត់ក៏បានដើរចូលរង្វង់មួយហ្នឹងហើយមិនរងចាំយូរ Brian បានដកក្បិតយកទៅកាប់តែម្ដងក៏ប៉ុន្តែជាដល់នេះគឺកាប់អត់ដាច់ទេក៏ដោយសារតែ Sheltia គឺគាត់បានយកកញ្ចក់របស់គាត់ហ្នឹងយកទៅទប់ដាវនឹងបាត់ហើយបន្ទាប់មក Brian គឺគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់ក៏និយាយថាបិសាចតើឯងដឹងខ្លួនហើយឬនៅខ្ញុំខូខើត្រជាក់ហើយគួរខ្លាចហើយក៏ជាសត្វបិសាចតូចដែលស្រស់ស្អាតផងដែរឥឡូវហ្នឹងតើឯងត្រៀមខ្លួនរបស់ឯងហើយឬនៅ Brian បន្ទាប់ពីកន្លែងហ្នឹងហើយគឺគាត់បានរៀងភ័យខ្លួនដែរឬមួយក៏ឯងអត់អាចប្រើក្បាច់គុណបាន Brian គាត់ក៏ថាអូចឹងឯងមើលឃើញចឹងឯងចុះដោយសារតែក្បាច់គុណរង្វង់មុនហ្នឹងប្រើទៅលើ Sheltia ហ្នឹងគឺ Sheltia ក៏អត់ដឹងថាជាក្បាច់គុណទេគាត់ស្មានតែគេវាយធម្មតាបន្ទាប់មក Brian ក៏បានហក់ចូលទៅកាប់ម្ដងទៀតក៏ប៉ុន្តែមិនថាគាត់កាប់ប៉ុណ្ណាទេ Sheltia គឺអាចនៅតែយកកញ្ចក់ដៃរបស់គាត់យកមកទប់បានយ៉ាងម៉េចហីហត់ហើយមុននឹងតែឯងប្រើក្បាច់គុណអីគេមែនតែសម្រាប់ខ្ញុំដូចជាអត់មើលឃើញអីផង Brian បន្ទាប់ពីលើចឹងហើយគឺគាត់រៀងភ័យខ្លួនដែរ Sheltia បន្តថាបើសិនជាឯងអាចប្រើក្បាច់គុណបានឯងនឹងអាចទៅបម្រើលោកម្ចាស់យើងបាន Brian ក៏ថាខ្ញុំឈួតហើយទៅគាត់ក៏ស្រែកយំរត់ទៅ Sheltia ក៏ថាឥឡូវយើងលេងដេញចាប់គ្នាមែនហើយ Sheltia គាត់ក៏ថាយើងគួរតែបញ្ចប់រឿងហ្នឹងឲ្យឆាប់ទៅហើយគាត់ក៏បានប្រែកាយទៅជារូបរាងដើមទី2របស់គាត់ប្រហែលនេះគាត់កំពុងតែពួនចាំបាញ់បិសាចបន្ទាប់មកគាត់ឃើញ Brian រត់ទៅពួកគាត់ខំតតែដល់ពេលហើយ Brian គាត់ស្រែកយំផងចូលក្នុងបន្ទប់បាត់ Sheltia គាត់ក៏ថាលេងដេញចាប់ហើយឥឡូវលេងបិទពួនម្ដងហើយបន្ទាប់មក Sheltia ក៏បានហក់មកសម្លាប់ម្ដងមួយតតែអស់បន្ទាប់មកគាត់ក៏បន្តតាមរក Brian ទៀតដល់ពេលហើយគាត់ក៏បានឃើញផ្លូវសម្ងាត់មួយហើយ Brian ហ្នឹងគឺបានគេចខ្លួនរត់បាត់ទៅហើយបន្ទាប់មកកូនចៅ Sheltia ម្នាក់ក៏បានមកប្រាប់ថាមានមនុស្សមួយក្រុមកំពុងតែសម្ដៅមកខាងហ្នឹងឯង Sheltia ក៏បានចេញមកពីរូងភ្នំហ្នឹងហើយក៏បានជួបជាមួយនឹងក្រុមអ្នកផ្សងព្រេងមួយក្រុមដែលគេចាំសម្លាប់នាងមិនឲ្យចាំយូរ Sheltia ក៏បានហក់ចូលទៅសម្លាប់ម្ដងមួយសម្លាប់រហូតទៅសល់តែមនុស្សស្រីម្នាក់ហើយមនុស្សស្រីម្នាក់ហ្នឹងគឺអ្នកនេះស្គាល់ហើយតាំងពីភាគទី3នោះគ្រាន់តែហក់ចូលទៅម្នាក់ស្រីហ្នឹងក៏បានលើកដបថ្នាំមួយគប់មក Sheltia យើងហើយដបថ្នាំហ្នឹងគឺជាដបថ្នាំ Manga ដែលឲ្យនឹងឯងបន្ទាប់ពីគប់ហើយម្នាក់ស្រីហ្នឹងក៏បានរត់ចេញទៅហើយ Sheltia ឈរស្ងៀមដោយសារតែគិតថាហេតុអីបានទឹកថ្នាំរបស់លោកម្ចាស់នៅជាមួយនឹងនាងហើយបញ្ជាឲ្យកូនចៅពីរនាក់ហ្នឹងទៅតាមចាប់ទាំងរស់មកបន្ទាប់មកគាត់ក៏បានចាប់អ្នកស្រីហ្នឹងសួរចម្លើយទៅបានទឹកថ្នាំមួយហ្នឹងមកពីណាខ្ញុំទទួលបានពីបរិះពាក់អាវក្រោះខ្មៅមួយនៅឯផ្ទះសំណាក់នៅ Erenthal Sheltia ក៏គិតថាម្នាក់ស្រីហ្នឹងលោកម្ចាស់អ្នកបជាឬមួយក៏គាត់ចង់បង្កើតមិត្តភាពល្អហើយគាត់ក៏សួរថាមកទីហ្នឹងធ្វើស្អីម្នាក់ស្រីហ្នឹងក៏គាត់ឆ្លើយថាគាត់មកហ្នឹងគឺគាត់មកតាមរកជំរំកងទ័ពដែលធ្វើជាចៅហើយបន្ទាប់មកមើលស្ថានភាពស្រួលគាត់ក៏បំបែកផ្លូវមកនេះទៅបំបែកផ្លូវគ្នាត្រូវហើយមានមួយក្រុមធំទៀតគឺនៅរៀងឆ្ងាយបន្តិចបន្ទាប់មក Sheltia គាត់ក៏បានប្រើកូនតូចរបស់គាត់តាមសម្រាប់មនុស្សដែលនៅក្នុងព្រៃហ្នឹងទាំងអស់ទៅមិនទាន់ទាំងបានប្រមាណផងកូនតូចរបស់គាត់ហ្នឹងគឺងាប់ទាំងអស់គាត់ខឹងគាត់ក៏បានរត់ចូលទៅរកមនុស្សទាំងអស់នោះទៅអត់ចាំយូរពួកគាត់គឺហក់ចូលទៅវាយយកតែម្ដងមានអ្នកផ្សងព្រៃម្នាក់គឺគាត់បានជះសិលនេះចូលទៅកាន់ខ្លួនគាត់បន្ទាប់មកគឺគាត់ដូចជាប់ស្តានគេចឹងតែមុននឹងជាប់គឺគាត់បាញ់យុទ្ធសិលមួយទម្លឹះស្លាប់ទាំងអាតានឹងទៀតបន្ទាប់មក Sheltia ក៏បានជាប់ស្តាននឹងគេនឹងទៅចំណែកនៅ Nazareth វិញ Albedo បានប្រាប់ទៅកាន់ Mormon ថា Sheltia គឺបានក្បត់ហើយនៅក្នុង system របស់ Manga គឺគាត់ឃើញដូចគ្នាដែរថា Sheltia គឺក្បត់ហើយ Manga គឺគាត់មិនជឿទេថា Sheltia ក្បត់គាត់ថានាងអាចនឹងងាប់គាត់ថាបានដែរ Albedo គាត់ថាបើសិនជាងាប់ឈ្មោះ Sheltia ហ្នឹងគឺលេបាត់ហើយតែនេះគឺនៅដដែលហើយមានឈ្មោះក្រហមទៀតចឹងមានន័យថានាងក្បត់ហើយManga គាត់ក៏ប្រាប់ទៅ Albedo ថានៅក្នុងភពលោកហ្នឹងគឺមានក្បាច់គុណដែលយើងមិនដឹងហើយមានក្បាច់គុណដែលចម្លែកពី Yggdrasil ចឹងហើយ Sheltia គឺអាចនឹង
ជាប់របស់ក្បាច់កុនណាគេមួយ Albedo គាត់ក៏ថាទោះយ៉ាងណាក៏ដោយ Sheltier គឺនៅតែក្បត់ជាងខ្ញុំចង់ផ្ដល់មតិឲ្យបញ្ជូនកងទ័ពដើម្បីទៅចាត់ការនាងខ្ញុំគឺជាអ្នកដឹកនាំដោយផ្ទាល់ Cocytus និង Mare គាត់អាចចូលរួមជាមួយនឹងខ្ញុំបានបើតាមតែមើលកម្លាំងរបស់ Sheltier គឺយើងត្រូវការច្រើនហើយមក Manga គឺគាត់យល់ព្រមទេគាត់ចង់ដឹងថាហេតុអីបានជានាងក្បត់សិនជាងឲ្យគាត់ត្រូវតែរកដំណោះស្រាយបើមិនចឹងទេ Nasrik ច្បាស់ជាមានបញ្ហាហើយមក Manga ថាបើសិនជានាងក្បត់ខ្ញុំដោយសារតែនាងមិនពេញចិត្តជាមួយនឹងខ្ញុំយើងអាចមានការដាក់ទោសនាងបាន Albedo គាត់ក៏ថាខ្ញុំមិនឲ្យសម្រាមណាគិតចឹងទេចិត្តទៅជា Albedo ចរិតរបស់ឯងហ្នឹងគឺបង្កើតឡើងដោយគ្នារបស់ខ្ញុំចាស់មិនថាចរិតល្អឬមួយក៏អាក្រក់ពួកគេគឺជាអ្នកបង្កើតឡើងដោយដៃរបស់ពួកគេផ្ទាល់ហើយខ្ញុំស្រឡាញ់ពួកឯងក៏ដោយសារតែរឿងនឹងដែរអញ្ចឹងបើសិនជា Sheltier ក្បត់ខ្ញុំគឺមកពី Peroronchino គឺជាអ្នកធ្វើឲ្យនាងក្បត់ហើយ Albedo គាត់មានស្ដាប់ឯណាក៏ឡាយតែភ្លឹកនឹងមក Manga និយាយថាស្រឡាញ់មក Manga ក៏ថាណែស្រឡាញ់ទាំងអស់គ្នា Albedo ក៏ថាចឹងលោកម្ចាស់ស្រឡាញ់ខ្ញុំដែរមែនហើយមក Manga ក៏ថានឹងហើយ Albedo គាត់ក៏បានសប្បាយចិត្តទៅហើយរឿងក៏បានឆ្លេះត្រឹមប៉ុណ្្នឹងទៅជួបគ្នាវីដេអូក្រោយ